បាទជំរាបសួរហ្នឹងហើយថ្ងៃនេះខ្ញុំមកចេញវីដេអូនិយាយអំពីស្លឹកឫស្សីបន្តិចអញ្ចឹងពុកម៉ែបងប្អូនណាបើយើងមានឫស្សីច្រើននៅក្បែរផ្ទះឬក៏នៅចកាអីហ្នឹងអញ្ចឹងពុកម៉ែបងប្អូនអាចកាច់វាដូចថាយើងកាច់វាតាមម្ដងទៅ យើងយកទៅឲ្យកដោបយើងស៊ីបានហើយព្រោះកដោបក៏វាជួយចិត្តស៊ីស្លឹកឫស្សីដែរហ្នឹងវាអាចជំនួសស្មៅជំនួសឲ្យបានអាហ្នឹងសម្រាប់ខែដែលពេលខ្លះយើងអត់សូវមានស្មៅអញ្ចឹងក៏យើងអាចយកស្លឹកឫស្សីនេះឲ្យកដោបយើងស៊ីបានដែរហើយស្លឹកឫស្សីនេះបើយើងឲ្យកដោបស៊ីគឺល្អដែរក្នុងរដូវភ្លៀងពុកម៉ែបងប្អូនអញ្ចឹងហេតុអីក៏ខ្ញុំថាវាល្អពីព្រោះខែភ្លៀងជី បើសិនជាយើងពេលខ្លះយើងដាក់ដើមចេកដូចជាស្មៅអីដូចថាស្មៅផ្អែមអញ្ចឹងមកផ្អែមតែគុំធំហ្នឹងពេលខែភ្លៀងជិះវាស៊ីទៅគឺវាធ្វើឲ្យលាមកវារៀងសើមហ្នឹងតែបើយើងបានស្លឹកឫស្សីឲ្យវាស៊ីខ្លះដែរក៏ល្អដែរព្រោះនេះវាជួយចិត្តស៊ីហើយដឹងយើងដាក់ស្លឹកឫស្សីឲ្យវាស៊ីនៅពេលណាពុកម៉ែបងប្អូននឹងយើងចាប់ពីអាយុប្រហែលជា10ថ្ងៃយើងទៅនឹងយើងអាចដាក់ស្លឹកឫស្សីហ្នឹងឲ្យវាស៊ីបានហើយពីព្រោះហេតុអីក៏ថាអញ្ចឹងបើវានៅទូចគឺវាស៊ីអត់ទាន់ដាច់ទេព្រោះស្លឹកឫស្សីនេះក៏វារៀងស្វិតដែរហ្នឹងប៉ុន្តែចាប់ពីអាយុបាន10ថ្ងៃជាងពុកម៉ែបងប្អូនដាក់វាស៊ីទៅគឺវាជួយចិត្តស៊ីវាស៊ីស្លឹកហ្នឹងអស់សល់តែម្ដងទេហ្នឹងព្រោះខ្ញុំពេលខ្លះខ្ញុំពេលដល់រដូវប្រាំងអត់សូវមានស្មៅគឺខ្ញុំបេះតែស្លឹកឫស្សីវាស៊ីដែរហ្នឹងវាជំនួសដែរហើយក៏វាល្អម្យ៉ាងដែរវាក៏ដូចយើងទៅពេលដែលវាស៊ីទៅក៏វាមានសុខភាពល្អហ្នឹងហើយស្លឹកឫស្សីនេះក៏វាមានប្រូតេអ៊ីនមួយយ៉ាងដែរมันខុសពីស្មៅយើងទេចឹងពុកម៉ែបងប្អូនដែលមានស្លឹកឫស្សីមានគុម្ពឫស្សីអីក្បែរផ្ទះឬតាមចកាយហ្នឹងគឺយើងកាច់អាចឲ្យកដោបយើងស៊ីបានហើយហ្នឹងហើយវាក៏ល្អបានច្រើនដែរទី1យើងកាត់បន្ថយស្មៅដូចថាអត់សូវមានស្មៅហើយទី2វាស៊ីទៅគឺវាល្អត្រង់ថាលាមករបស់វាអត់សូវសើមអញ្ចឹងបើដល់ខែប្រាំងវាមិនអីបើខែវស្សាបើយើងឲ្យដូចជាដើមជីដើមអីដែលមានជាតិទឹកច្រើនគឺលាមករបស់វានឹងគឺសើមខ្លាំងអញ្ចឹងយើងតែមួយថ្ងៃពីរយើងត្រូវតែកើបឲ្យពូខែហ្នឹងអញ្ចឹងបងប្អូនតែបើស្លឹកឫស្សីហ្នឹងវាអត់សូវសើមទេលាមករបស់វាអញ្ចឹងថ្ងៃនេះមានអីច្រើនគ្រាន់តែចង់ណែនាំពុកម៉ែបងប្អូនថាស្លឹកឫស្សីក៏វាមានប្រយោជន៍ច្រើនដែរហ្នឹងអាចឲ្យកដោបយើងស៊ីហើយក៏វាធំធាត់លឿនដែរហ្នឹងព្រោះអញ្ចឹងថាចាក់ការចិញ្ចឹមកដោបបើយើងមានគេរុក្ខជាតិក្បែរផ្ទះអីហ្នឹងគឺយើងល្អម្យ៉ាងអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នឹងពុកម៉ែបងប្អូនដោយសារថ្ងៃនេះខ្ញុំមកចកាហងអញ្ចឹងបើធ្វើវីដេអូចែកជូនបងប្អូនទៅណាស្លឹកឫស្សីវាល្អដែរយើងកាច់ត្រឹមហ្នឹងមកដាក់បាវ1បាវ2បាវទៅស៊ីទៅសុខភាពល្អអញ្ចឹងអរគុណច្រើនពុកម៉ែបងប្អូនហ្នឹងគាត់ថាអ្វីដែលថាកដោបស៊ីតាក់ទងនឹងកដោបគឺខ្ញុំណែនាំចែកជូនពុកម៉ែបងប្អូនអញ្ចឹងណាតែបើថាដូចយើងយកទៅដល់ផ្ទះទៅបើសិនអាយុ10ថ្ងៃជាងយើងអាចស្លឹកឫស្សីរបស់យើងហ្នឹងយើងអាចដាក់ទឹកខារបៅកន្លះកំប៉ុងជាមួយទឹក1លីត្រកន្លះឲ្យវាស៊ីអាហ្នឹងក៏វាធំធាត់កាន់តែល្អដែរអញ្ចឹងអរគុណច្រើនបងប្អូនដោយសារគេវាភ្លៀងរលឹមសិចផងដែរអញ្ចឹងនៅខាងក្រៅរោងអញ្ចឹងខ្ញុំធ្វើវីដេអូតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនហ្នឹងជួបគ្នានៅវីដេអូក្រោយទៀតអរគុណបាយបាយជម្រាបលា